ក្រោយពីអាជ្ញាសាលានៃសាលាដំបងរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងនៅការអនុវត្តដោយបង្ខំទៅលើលោកដួងឆាយកំណត់រយៈពេលត្រឹមតែ7ថ្ងៃប៉ុណ្ណោះត្រឹមថ្ងៃទី2ខែមេសាខែក្រោយនេះត្រូវតែប្រគល់កូនស្រីពៅទៅឲ្យអតីតភរិយាអ្នកនាងដេតម៉ាលីណាវិញនោះខណៈពេលនេះលោកដួងឆាយបន្តភាពស្ងប់ស្ងាត់នៅឡើយទេក្រៅពីផុសshare memory ចាស់មួយតាំងពីឆ្នាំ2017ដូចជានាងខ្ញុំបានដាក់ជូននេះអញ្ចឹងគឺគាត់ថតរូបជាមួយនឹងកូនប្រុសទាំងពីររបស់គាត់ដែលបញ្ជាក់ status ថាថ្ងៃអាទិត្យកំដរកូនលេងកំសាន្តអញ្ចឹងណាបងប្អូនណាគាត់ share តាម memory នឹងមួយគាត់ហើយ memory របស់គាត់មួយនេះគឺកំពុងតែមានការបញ្ចេញមតិយោបល់ច្រើននៅពីក្រៅទាំងការយល់នៅអារម្មណ៍របស់ឪពុកដែលស្រឡាញ់កូនមិនចង់ឃ្លាតពីកូនក៏ចង់មើលថែកូនក៏មាន comment មួយផ្នែកទៀតក៏សូមឲ្យលោកដួងឆាយថយមកបន្តិចស្របទៅតាមការសម្រេចរបស់សាលដីការបស់សាលាឧទ្ធរពីព្រោះករណីប្តីប្រពន្ធគាត់គឺបានបញ្ចប់រួចរាល់ទៅហើយតាំងពីយូរហើយគាត់រស់នៅបញ្ចុះសំរងក៏លែងលះក៏ឡើងតុលាការតាំងពីសាលាដំបងដល់សាលាឧទ្ធរហើយសាលដីការបស់សាលាឧទ្ធរក៏បានកាត់ក្តីរួចរាល់បែងចែកលុយកាក់ទ្រព្យសម្បត្តិព្រមជាមួយនឹងសិទ្ធិនៅក្នុងការមើលថែកូននឹងគឺរួចរាល់អញ្ចឹងគឺគាត់ត្រូវអនុវត្តទៅតាមសាលដីការបស់សាលាឧទ្ធរតែសម្រាប់រឿងហេតុរបស់ក្រុមគ្រួសារគាត់នេះមិនចប់ដោយសារតែភាគីរបស់លោកដួងឆាយដែលត្រូវជាឪពុកនោះគាត់បានយកកូនស្រីពៅនិងកូនប្រុសច្បងទៅមើលថែមិនអោយបានជួបម្ដាយក្នុងរយៈពេល1ឆ្នាំ9ខែវាយូរពេកហ្មងដែលធ្វើឲ្យអ្នកនាងដេតម៉ាលីណានេះទៀមទាហើយទៀមទាទៀតផុសហើយផុសទៀតថាសូមឲ្យលោកដួងឆាយគោរពតាមសាលដីការបស់សាលាឧទ្ធរបកគលកូនឲ្យគាត់តែភាគីរបស់លោកដួងឆាយក៏បានលើកហេតុផលថាអ្នកនាងដេតម៉ាលីណារៀបគម្រោងធ្វើស៊ីគាត់ថាអ្នកនាងដេតម៉ាលីណាមិនសមធ្វើជាម្ដាយរបស់កូនគាត់ណាដែលត្រូវមើលថែកូនគាត់ដោយសារអ្នកនាងដេតម៉ាលីណាហ្នឹងដើរស៊ីផឹកស្វឹងធ្លាប់បើករថយន្តបុកធុងផ្លូវអីទៀតអញ្ចឹងណាចាគាត់មានហេតុផលរបស់គាត់ដែលលើកឡើងហើយមិនព្រមឲ្យកូនហ្នឹងមកជួបជាមួយនឹងអតីតភរិយាដែលត្រូវជាម្ដាយកូនស្រីពៅរបស់គាត់ហ្នឹងបងប្អូនរហូតដល់មានរឿងផ្ទុះខ្លាំងចុងក្រោយដែលអ្នកនាងដេតម៉ាលីណាទៅជួបថាបានយកកូនពៅមកប៉ុន្តែបាយជាអត់បានណាចាគាត់ទុនជង្គង់ដួលនៅលើចិញ្ចើមផ្លូវទៅធ្វើឲ្យរឿងនេះផ្ទុះកាន់តែខ្លាំងអ្នកនាងដេតម៉ាលីណាផុសតបតទៅកាន់លោកដួងឆាយមួយថ្ងៃជា2ថ្ងៃដែរក្រោយមកទៅគាត់ផុសសុំឲ្យលោកពុកអាដាមការ៉ិតជួយអន្តរាគមន៍មកសមមិញនេះគឺចេញលិខិតតាមរយៈក្រសួងយុតិធម៌មកប៉ិតមែនគឺលិខិតជូនដំណឹងអនុវត្តដោយបង្ខំទៅលើលោកដួងឆាយថាត្រូវតែបកគលកូនឲ្យទៅអ្នកនាងដេតម៉ាលីណាក្នុងរយៈពេល7ថ្ងៃអញ្ចឹងតាំងពីម្សិលមិញរហូតមកដល់ឥឡូវហ្នឹងគឺខាងលោកដួងឆាយស្ងាត់ជ្រិបមិនមានប្រតិកម្មអ្វីទាំងអស់ក្រៅពី share memory ដូចនាងខ្ញុំបានជិះជូនខាងដើមមុនហ្នឹងមិញហ្នឹងតែប៉ុណ្្នឹងគត់បងប្អូនណាអញ្ចឹងយើងមានតែរងចាំទេថាតើក្នុងពេលវេលាថ្ងៃណាមួយដែលលោកដួងឆាយសម្រេចថាយកកូនស្រីពៅទៅឲ្យខាងភាគីម្ដាយជាអ្នកមើលការខុសត្រូវតាមសាលដីកាសម្រេចរបស់សាលាឧទ្ធរព្រោះខាងភាគីអ្នកនាងដេតម៉ាលីណាគឺទៀមទាថាឲ្យយកកូនមកឲ្យវិញរឿងលុយរឿងផ្ទះរឿងទ្រព្យអីហ្នឹងគឺតវ៉ាគ្នាតាមច្បាប់តុលាការទៅគឺបែបនេះណាសាច់រឿងបងប្អូនណាចាអញ្ចឹងបើសិនជាមានអីថ្មីបងចូលនឹងធ្វើការអាប់ដេតជូនទៅកាន់បងប្អូនជាបន្តទៀតសម្រាប់ការខុសឆ្គងក៏សូមអភ័យទោសផងបងប្អូនព្រោះយកតែសាច់រឿងសំខាន់យកមកជូនបងប្អូនតែប៉ុណ្ណោះអញ្ចឹងបើសិនជាខុសឆ្គងត្រង់កន្លែងណាក៏សូមអភ័យទោសជួបគ្នាជាមួយនឹងខ្ញុំនៅព័ត៌មានក្រោយៗជាបន្តសូមអរគុណ